បើយើងចប់ទៀតហើយសម្រាប់395ឥឡូវបន្តទៅ396ដែលប្រយោគគេថា This bike is blank ហើយចម្លើយទាំង4គឺ A mice B mine C mines ហើយនិង D mine តែយើងឃើញថាចម្លើយទាំង4ហ្នឹងសុទ្ធតែមាន mine ហើយនិង mine ដែលបានន័យថារបស់ខ្ញុំយើងប្រយោគរបស់គេគឺចង់បានន័យថាកង់នេះគឺជារបស់ខ្ញុំហើយនៅក្នុងចំណោមរបស់ខ្ញុំទាំង4ហ្នឹងរបស់ខ្ញុំដែលត្រឹមត្រូវគឺចម្លើយ D ពាក្យ mine ទៅទេយើងប្រយោគដែលបានវាត្រូវ This bike is mine តែអត្ថន័យដែលបានបកប្រែមិញចឹងបានន័យថាកង់នេះគឺជារបស់ខ្ញុំសម្រាប់ចម្លើយផ្សេងទៀតចម្លើយ A mice វាខុសត្រង់ថាពាក្យ mine ហ្នឹងវាគឺជា possessive adjective ដែលន័យរបស់វាគឺជា possessive រួចហើយវាមានន័យកម្មសិទ្ធិរួចហើយមិនអាចយក apostrophe s ថែមឲ្យ mine ចឹងបាននោះទេហើយសម្រាប់ B mine ទៅទេហ្នឹងវាខុសត្រង់ថាវាខ្វះ noun ពាក្យ mine ទៅទេហ្នឹងនៅពេលយើងប្រើវាដើម្បីយកពីកម្មសិទ្ធិនៅពីខាងក្រោយវាត្រូវការជាដាច់ខាតដោយមិនអាចខ្វះបានគឺ noun ឥឡូវយើងនិយាយថាបើយើងយកចម្លើយ B ហ្នឹងពេលយើងយកវាដាក់ចូលប្រយោគរបស់យើងវាត្រូវ This bike is mine ដែលយើងឃើញថា mine នៅចុងប្រយោគអត់មាន noun នៅពីក្រោយវាទេគឺវាខុសលក្ខណៈរបស់ mine ហ្នឹងmine ត្រូវការ noun ពីក្រោយវាជាដាច់ខាតមិនអាចអត់បានទេហើយសម្រាប់ចម្លើយ C ពាក្យ mine មាន apostrophe s ហ្នឹងទៅដូចជា mine ខាងលើមិញទៅដូច mine A ហ្នឹងពាក្យ mine ហ្នឹងវាមានន័យជាកម្មសិទ្ធិរួចហើយអត់មានត្រូវការ apostrophe s ទេយើងមិនអាចយក apostrophe s ថែមពីក្រោយ mine ហ្នឹងទេទាំងអស់ហ្នឹងហើយគឺជាហេតុផលដែលនាំឲ្យចម្លើយ D ពាក្យ mine ទៅទេហ្នឹងគឺជាចម្លើយត្រឹមត្រូវmine ហ្នឹងគឺជា possessive pronoun ដែលនៅក្នុងខ្លួនវាមាន noun បង្កប់រួចហើយយើងអត់ត្រូវការ noun នៅពីខាងក្រោយវាទៀតទេហើយវាត្រូវមួយប្រយោគរបស់យើងពេលដាក់ mine នឹងចូលទៅ mine នៅចុងប្រយោគពីក្រោយវាគ្មាន noun កាលណាគ្មាន noun អញ្ចឹងវាត្រឹមត្រូវហើយពីព្រោះវាអត់ត្រូវការ noun ទេបើជើងម្ដងទៀតចម្លើយដែលត្រឹមត្រូវគឺចម្លើយ D ពាក្យ mine ហើយប្រយោគដែលបានគឺ This bike is mine ដែលបានន័យថាកង់នេះគឺជារបស់ខ្ញុំ